សូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសទាំងអស់ដែលលោកបានទស្សនាក្នុងវីដេអូនេះជាសកម្មភាពដែលខ្ញុំព្រះករុណារួមដោយលោកចាគណៈកម្មការជាពុទ្ធបរិស័ទទាំងអស់នឹងឲ្យលោកបានឯកភាពដើម្បីកសាងនៅលបងពីខាងមុខនិងលបងក្បាច់តែញាតិញោមបានឃើញសកម្មភាពជាងកំពុងតែបកបិទហើយមានរយៈពេលយូរបន្តិចដោយសារយើងមិនទាន់មានថវិកាគ្រប់គ្រាន់ក្នុងការកសាងនៅលបងពីខាងមុខនេះព្រោះលបងនេះគឺមានតម្លៃមួយប្រឡោះតម្លៃ$500អញ្ចឹងទេហើយយើងធ្វើតាមដំណាក់កាលហើយម្ចាស់សទ្ធាញាតិញោមពុទ្ធបរិស័ទដែលជាអ្នកចូលរួមទាំងនៅក្នុងចំណោះជើងវត្តពោធិជុំក្តីទាំងញាតិញោមនៅក្រៅប្រទេសក្តីក្នុងប្រទេសក្តីលោកបានចូលរួមបានចំនួន10ប្រឡោះជាងបងណា10ប្រឡោះជាងតិចចំណែកឯលបងទាំងអស់នេះគឺមានដល់70ប្រឡោះ70ប្រឡោះហ្នឹងមកបរិវេណមុខខាងមុខបត់ជាប់ផ្លូវជាតិនេះគឺ70ប្រឡោះបន្តិចបន្តួចព្រោះយើងក៏សាងបានបើគិតពីប្រឡោះបានចូល50ប្រឡោះជាងយើងកំពុងតែបិទក្បាច់ដើម្បីឲ្យមានសុខភាពតាមតម្រូវការដែលយើងដាក់គំរូឬក៏ប្លង់ចេញមកនឹងឯងអញ្ចឹងសូមញាតិញោមជាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសទាំងអស់លោកបានទស្សនាហើយមេត្តាចូលរួមតាមសទ្ធាជ្រះថ្លានិងជាឧបនិស្ស័យនៅក្នុងអារាមវត្តពោធិជុំផងអញ្ចឹងសូមអនុមោទនានិងសូមអរគុណ